สุดท้ายบอมบอลต่อគ្នាថ្ងៃនេះគឺខ្ញុំបានមកដល់នៅកន្លែងខាងភ្នំប្រសិទ្ធឥឡូវនេះនៅក្រៅក្នុងរបស់ខ្ញុំគឺជាប្រាសាទរបស់ភ្នំរាបចឹងតិចទៀតខ្ញុំដាក់ជាថតជារូបភាពអ្នកនរគ្នាឲ្យបានមើលនៅក្នុងវីដេអូហ្នឹងណានៅកន្លែងហ្នឹងក៏គេមានកន្លែងគេជួឈប់បុរាណថតដែរអ្នកនរគ្នាទៀតនេះលេខទូរស័ព្ទរបស់គេវាឈ្មោះមីនីតែបុរាណតម្លៃគេមាន 20000 មាន 30000 ហើយយើងតែងទៅយើងថតជាមួយនឹងប្រាសាទវត្តភ្នំរាបសូមអនុញ្ញាតថ្ងៃនេះខ្ញុំបានធ្វើការចង់ទៅជួយគាត់ឥឡូវខ្ញុំឡើងទៅលើប្រាសាទសិននៅកថៃហ្នឹងក៏ម៉ោងស្មានឯងមករៀងស្រួលខ្លួនជិះមកពីភ្នំពេញមកមិនចំណាយពេលអីហ្មងទេអ្នកនរគ្នាហើយនេះគឺជាខ្ញុំបានឡើងមកដល់លើហើយតាមរបរចេះបើគេតែងថតបុរាណដូចគេមិញគេស្លៀកមិញគឺស្អាតណាថតមកបើគេចេះចាប់ប្លង់មកគឺស្តៀងនឹងសៀមរាបបាច់ចម្លាក់អ្នកនរគ្នានេះនៅតាមលបងរូបអប្សរាតែមកខ្ញុំថតឲ្យពេញឲ្យមើលហើយនេះគឺជាបរិវេណនៅខាងក្នុងអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែថតពីបរិវេណនៅខាងក្រៅសិនតើនៅខាងក្រៅនោះមានអីខ្លះពេលច្រើនគេដាប់ជាមួយនឹងរូបចម្លាក់ជាមួយនឹងរូបខាងអប្សរាហើយនៅក្រៅខ្នងនេះគឺជារូបសំណាក់មួយទៀតដែរហើយនេះគាត់កំពុងតែឈរជាមួយលេងជាមួយនឹងអប្សរាគឺមាន4នេះខ្ញុំថតឲ្យគៀកមើលថាតើអប្សរាហ្នឹងពេលម៉ូដសម្លៀកបំពាក់ខ្មែរពីសម័យមុនណាមើលទៅស្តៀង LV នេះអស់នេះគឺមាន4ចប់គ្នាតែម្ដងហើយក្បាច់នេះដែរគឺជាក្បាច់ដូចការ៉ូរបស់យើងអញ្ចឹងអ្នកនរគ្នាហើយមានរូបដូចជាខាងនេះរូបនេះរូបដូចគេអូនដូចស្ដេចហនុមានរូបហនុមានអស់គ្នានេះគេបកកាយឆ្លាក់ខ្មែរយើងណាបើនៅបរិវេណនៅខាងលើវិញគឺជាក្បាលនាគមាន1 2 3 4 5 6មួយទៀតគឺខ្ញុំឆ្ងល់មែនទែនឆ្ងល់តថាហេតុអីបានជាជើងគាត់ឈោបែបហ្នឹងបើសិនជាយើងមែនទែនគឺយើងឈោអត់បានទេណាយើងឈោអញ្ចឹងគឺពិបាកមែនទែនហើយនេះគឺជាផ្នែកមួយនៅខាងក្រោយអ្នកនរគ្នាខាងក្រោយប្រាសាទពេលដែលខ្ញុំដើរចូលគេតម្រូវឲ្យយើងនឹងដោះស្បែកជើងអញ្ចឹងខ្ញុំត្រូវដោះស្បែកជើងសិនហើយនេះគឺជាខ្លោងទ្វារប្រាសាទអ្នកនរគ្នាប្លង់កន្លែងនេះគឺស្តៀងសៀមរាបចឹងខ្ញុំដើរចូលទៅថតពីបរិវេណនៅខាងក្រៅសិនហើយគេមានរូបចម្លាក់គឺតាមលបងប្រាសាទនឹងហ្មងនេះកន្លែងនេះក៏អញ្ចឹងដែរតាមលបងគឺមានពណ៌ក្រហមតែម្ដងហើយមួយនេះគឺជាបើនៅពីខាងក្រោយវិញគឺយើងមានដូចជាហនុមានរូបហនុមាននៅខាងក្នុងនេះគឺយើងតម្រូវឲ្យគេទិញឈូកទីអីដើម្បីយើងឲ្យធូបអ្នកនរគ្នាតែខ្ញុំដើរមើលប្រាសាទបន្ថែមទៀតសិនជុំវិញហ្នឹងមេដូចចង់ធ្លាក់ពលឺភាសាយកមកដល់ល្ងាចដែរហ្នឹងហើយនេះប្លុកនៅកន្លែងនេះពីមើលពីចម្ងាយហ៎ប្លុកសម្រាប់មកជ្រុងនៅកន្លែងនេះវាស្តៀងគ្នាវាមិនមែនស្តៀងគឺវាដូចគ្នាពីនៅកន្លែងខ្ញុំថតពីមុនដំបូងគឺនិយាយទៅពីសងខាងពីឆ្វេងពីស្ដាំនោះគេធ្វើមកគឺដូចគ្នាតែម្ដងអស្ចារ្យមែនទែនណាអស់នេះហើយនៅកន្លែងនោះគឺជាកន្លែងដែលគេតុបតែងបែបឈុតខ្មែរឈុតអីមិញដែលខ្ញុំឲ្យមើលពីមុនដំបូងគេហ្នឹងគេមានជាស្លៀកខ្មែរដូចនៅខាងសៀមរាបវិញចឹងអ្នកនរគ្នាដាច់ចំពោះព្រះមហាមុខលានដើមរូបសំណាក់គ្រុឌក្នុងកណានឹងយ៉ាងតែប្រព័ន្ធនោះចូលចិត្តមើលព័ន្ធក៏បានដែរអូនេះអត់នេះឃើញមានរូបប្រកេះមួយហើយនេះនៅខាងលើទៀត
អូនិយាយរួមទៅអានេះយើងមើលឲ្យមែនតើណាគឺយើងមានដូចជារូបប្រកាសចឹងហើយមកខ្ញុំដើរមុនហ្នឹងគឺអត់បានមើលមិនងាយណាអ្នកនរគ្នាក្បាច់មួយត្រូវការចាយពេលមែនតើប្លង់កន្លែងនេះប្លង់ដូចនៅសៀមរាបចឹងនេះកន្លែងនេះដាក់ចូលក្នុងស្អាតទេក្នុងទ្វារនេះសំខាន់គឺមានសត្វព្រាបនៅនេះប្រហែលជាមានផ្ទះបងប្អូនគាត់រកស៊ីចិញ្ចឹមខាងវិជ្ជាកម្មអញ្ចឹងមានសត្វសត្វវិជ្ជាកម្មនៅខាងក្រៅនេះខុសពីម៉ោងហើយម៉ោងស្មើនេះប្រហែលជាម៉ោងដែលគេហោះចេញដល់លេងហ្នឹងគឺខ្ទង់ម៉ោង5ជាងហើយពេលអស់នេះប៉ុណ្ណេះមកខ្ញុំដើរឲ្យមើលពីប្លង់ខាងនេះចាំបានដូចឲ្យប្លង់នៅសៀមរាបអត់ប្លង់ទី1កន្លែងហ្នឹងខ្ញុំបានទៅភ្នំជីសូក៏មានប្លង់បែបនោះដែរដូចវាដូចសុំរូបថតអីមួយអញ្ចឹងយើងថតអីហ្នឹងគឺស្អាតមែនទែននេះមើលនេះឈប់ដល់នៅកាមេរ៉ាហេដូចមែនទែនដើរបាក់ពីជុំហីអូខេបងប្អូនទាំងអស់គ្នាប្រាសាទនេះគឺជុំវិញនេះគឺខ្ញុំបានដើរថតអស់ហើយអញ្ចឹងមានតែខ្ញុំចុះទៅក្រោមសិនដើម្បីខ្ញុំមើលអីផ្សេងទៀតណាដូចជាមានអារម្មណ៍ថាឃ្លានញ៉ាំប្រហិតមើលចុះទៅក្រោមសិនឥឡូវយើងពាក់ស្បែកជើងសិនសំខាន់អ្នកទាំងអស់គ្នាពេលដែលយើងឡើងមកលើប្រាសាទហ្នឹងគឺភ្លេចដោះស្បែកជើងណាចុះមកក្រោមហើយឥឡូវទិញប្រហិតញ៉ាំសិនបងទិញប្រហិតបងអូមានបុកល្ហុងទៀតបាទមានសពគ្រប់ហ៎បុកល្ហុងក្តាមចាមួយចានហ្មងមួយចានបងយក5ហើយយក7យក5ចានច្រើនមែនអត់ទេ5000ឬក៏7000មួយចានយក5000និង7000បងអូយក5000បានហើយយកហិលបងយកហិលទេសបានវិញបុកល្ហុងយកម្ទេស3គ្រាប់ហើយយក5តិចណាក៏ដងយក10ណោះផ្លូវឆ្ងាយយើងកុំឲ្យវាធ្វើទុកពោះយើងបងសុំទៅឆែកប្រហិតមកចកាប៉ុន្មានបងប្រហិតហ៎1000ទេបងអត់យកលើស្លាយពីបងប្អូនយើងធម្មតាទេបាទ1000គ្រប់មុខអីនេះឡើងទីផ្សារឡើងទីផ្សារចាអា1000នេះហៅប្រហិតអីបងអានឹងសាច់គោអានេះសាច់មាន់ចាសាច់គោដែរហូបសោះមើលសាច់គោនេះចាយំទេម៉ា5មកបងខ្ញុំយកម្ទេស5គ្រាប់បងមួយគ្នាបាយលក់ដល់នឹងជាប្រចាំហីខ្ញុំអត់ទៀងបងជួកោខ្ញុំឈរជើងគេតែទៅនោះហ្នឹងបើម៉ូហ្នឹងទៅពាំងព្រីអត់ហើយអូបើម៉ូទៅពាំងព្រីនឹងអត់ហើយបងព្រោះទៅដល់ល្ងាចមើលបងនេះមែនទេគេហៅប្រាសាទអីគេភ្នំរាបគេអីបាទប្រាសាទភ្នំរាបតែឈ្មោះប្រាសាទហ្នឹងប្រាសាទវិមានសួរបងប្រាសាទវិមានសួរបាទនេះមើលជាស្នាដៃរបស់គាត់បំផុង4000ហូបនឹងអញ្ចឹងវារបស់ថ្មីវាឆ្ងាញ់បងបាទហូបមិនមានច្រើនខ្ញុំទៅមកងាកចាអូមកងាកបាទតែកុំទឹកប្រៃហ៎បងដាក់ជូរអែមបាទដាក់ជូរអែមឆ្ងាញ់ជូរអែមវាអត់មានហិលទេជូរអែមហិលបងជូរអែមហើយហិលបាទតន់បានហូបផងសក់ទៅមកបាត់បាយនេះខ្ញុំយកអីមកញ៉ាំនៅគៀននេះជូរឆ្ងាញ់ក៏បានណាបងល្ហុងក្តាមស្រែបុកភ្លាមហូបមកអ្នកលក់ភ្លាមចាប្រហិតនេះសិនតែមកថ្ងៃកាលគេបងម៉ូនោះកូនខ្ញុំនោះទាំងទៅនៅទៅណានឹងណោះអីអញ្ចឹងរបស់គឺមើលទូអត់ខុសគ្នាទេពណ៌អត់ដូចគ្នាជារៀងគ្នាពណ៌ជារៀងគ្នាមួយទូចៃមួយពណ៌បតុំតែម៉ូតូសត្វយូរហើយក៏ប៉ុន្តែបងប្អូនខ្លះគាត់ចំណាំមើលអញ្ចឹងណាចាចំណាំមើលម៉ូតូចំណាំមើលម៉ូតូចំណាំមើលអីម៉ូតូអាសេរីចាស់ហ្នឹងហើយមានជាតិជូរមានហឹរដូចខ្ញុំកំបំអញផ្អែមជូរហឹរដូចចិត្តមកឲ្យ feedback បុកល្ហុងមួយមើលសាច់ញ៉ាំចាប់ណោះឆ្ងាញ់អត់បុកល្ហុងគាត់ឆ្ងាញ់បុកល្ហុងគាត់
trong suối លក្ខណៈថាញ៉ាំហើយយកមើលសាន់សែតតែមិនស្ទុំ cái sầm nắng nó ấp liền á វាចាក់ស្រួល អូខេពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងពីការបង្ហាញនៅវត្តភ្នំរាបអញ្ចឹងជួបគ្នានៅវីដេអូក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូបន្តទៀតបាយបាយ